chẳng bóng ôn là lớn này dương lang từ mưa thmó rồi là chỉ rắc đài kỳ trà đào chiếm còn bàn tay so nhầm thu lọc khơi vì muốn cứ so bị đào âm nhầm bát score lắp chết mưa thì chẳng tỏ là dương từ mưa tao này hơi sẽ là chỉ rắc đại trà đào chiếm ní thật ởក្នុងឃុំយីអងស្រុកថ្ពងខេត្តកំពង់ស្ពឺតោះអញ្ចឹងបងប្អូនទាំងអស់គ្នាទៅស្ដាប់ពីការរៀបរាប់ពីរឿងដំណើរចាស់ៗនិយាយតគ្នាជាមួយនឹងលោកពូម្នាក់ដែលគាត់នៅប្រចាំការនៅកន្លែងនេះបញ្ហាហ្នឹងដូចជាបងអូនឡាសយរែងក៏ពេលហ្នឹងសម្បាំងមួយចានហ្នឹងហើយសម្បាំងមួយចេកក្បាលអញ្ចឹងទៅក៏ញ៉ាប្រពន្ធហ្នឹងមួយបងហ្នឹងបងជួយមើលប្រពន្ធផងបាទអញ្ចឹងទៅបញ្ញាពនាងពៅមួយនេះក៏បងអូនទៅធ្វើសម្បាំងបាទបងហ្នឹងវាឆ្លាញ់បងអូនថ្លៃហ្នឹងហើយដល់អញ្ចឹងចែកចង់មួយនាងហ្នឹងទៅនាងហ្នឹងអត់ព្រមក៏ចាប់លោបនាងអត់ព្រមទេក៏កាត់កនាងហ្នឹងទៅដល់ហើយក៏បានអីតៃហ្នឹងប្រោះឲ្យជាវិញហើយរស់ឡើងមកវិញអញ្ចឹងទៅក៏មានកម្មភាពមួយថាដែលដល់អញ្ចឹងប្រឯងមកវិញចេះឆ្ងល់ថាម៉េចដេកមួយប្រពន្ធនឹងប្រពន្ធអត់ឲ្យដេកអត់ឲ្យអីចឹងណាដល់អញ្ចឹងនាងនឹងចេះក្រៀមក្រំទៅដល់ពេលសួរទៅប្តីនឹងចោតប្រពន្ធថាដូចចង់មានសហាយមានអីចឹងដល់ពេលចឹងទៅប្រពន្ធនឹងក៏លាក់ក្រៀមថាបើតែជាហ៊ានប្រាប់អាបងនឹងថាបើហ៊ានប្រាប់ប្តីឲ្យដឹងគេនឹងសម្លាប់ប្តីអញ្ចឹងប្រពន្ធក៏លាក់ទៅដល់ពេលថ្ងៃមួយចេញទៅសម្បាំងទៀតក៏រឿងនឹងវាកើតឡើងទៀតទៅក៏នាងនឹងវាឈឺចិត្តក្អួតឈាមធ្លាក់ឈាមមកហ្នឹងដល់អញ្ចឹងក៏ចាំលោតទៅក៏នាងអត់ដង្ហើមឆ្លាប់ទៅដល់អញ្ចឹងអីស្អីហ្នឹងប្រោះឡើងជាហើយអញ្ចឹងក៏នាងនឹងក្អួតហើយយកមកចាលើហ្នឹងថារឿងមានអីទេមកពីបងឯងចាប់លោកឆ្លាញ់ខ្ញុំអីចាឲ្យប្តីដឹងបាទហើយបានគេនិយាយរឿងហ្នឹងប្រវត្តិហ្នឹងវាចេញពីសំនៀងនាងចាមនាងឃើញអត់ឃើញបួងសួងហ្នឹងហ្នឹងបាទនៅឈរឡើយនេះហើយពនាងនាងងប់ប្រកាសទៅលិចប្រកាសគាត់ទៅលិចហើយអាលើហ្នឹងមានដើមឈើមួយអញ្ចឹងសម័យនេះតាំងពីសម័យនៅទឹកលិចដល់កាប់នាងហ្នឹងនាងនឹងដួលឡើយនេះកាប់ដាច់កឡើយនេះมันគេដាក់អុកអីផ្សេងហ្នឹងមកប្រោះនាងនឹងឡើងវិញហ្នឹងហើយប្រវត្តិសាស្ត្រហ្នឹងហើយយើងមើលផ្ទះមកនោះឡើងដល់ពេលនាងនឹងដួលទៅនោះឡើងខាងក្រោមមកមូលហ្នឹងឃើញនាងនឹងដួលប្រកាសទៅលិចហ្នឹងហើយអានេះជាពាំងនេះអូនទៅមិញហ្នឹងគុំគេចុះស្អីវាចង់ពុកអីចង់ហួចទឹកអីបាទអូកាលពីមុនឈាមមកអូនឈាមឡើងក្រហមប្រាក់ពេញតែជាពាំងមានណាផឹកបានទេហ្នឹងហើយទុំផឹកបានឥឡូវទេហ្នឹងផឹកអត់បានទេចឹងបងប្អូនអរគ្នានេះតពាំងលៀងដាវគេហៅត្រពាំងលៀងដាវដែលពីមុនមកចាស់និយាយតគ្នាថាទឹកគឺក្រហមដូចឈាមអញ្ចឹងសិតតែមានប្រវត្តិទាំងអស់ហើយត្រពាំងលៀងដាវឥឡូវសល់តែពាំងឈូកទេទឹកក៏លែងក្រហមដូចមុនដែរជាចុងក្រោយក៏សូមអភ័យទោសទុកជាមុនបើសិនជាមានលើសលួសឬក៏ទាស់ខុសត្រង់ណាក៏សូមអធិស្ឋានទាំងអស់គ្នាព្រោះទាំងអស់នេះគឺសុទ្ធតែជារឿងព្រេងនិទានដែលចាស់និយាយតគ្នាមក